អ្នកអូរ៉ាតេជនជាតិជប៉ុននេះពិតប្រាកដណាស់ពួកគេគឺសុទ្ធតែជានារីវ័យក្មេងស្រស់ៗភ្ញៀវទេសចរជាច្រើនគិតថានេះគឺជាការសម្ដែងតែប៉ុណ្ណោះតែតាមពិតទៅវាគឺជាសេវាកម្មមួយដែលប្លែកហើយផ្ដល់ជូននៅតាមតំបន់ទេសចរមួយចំនួននៅក្នុងប្រទេសជប៉ុនដោយមានតម្លៃដូចគ្នាការជ្រើសរើសរវាងបុរសវ័យកណ្ដាលនិងនារីវ័យក្មេងគួរឲ្យទាក់ទាញមនុស្សភាគច្រើនចង់ដឹងថាតើពួកគេនឹងជ្រើសរើសយកអ្នកណានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការងារនេះគឺកាន់តែមានប្រជាប្រិយភាពឡើងដោយបានតាក់ទាញស្ត្រីកាន់តែច្រើនឡើងឲ្យប្រកបមុខរបរនេះពួកគេគឺមិនត្រឹមតែអូសរទេសទេហើយពួកគេថែមទាំងដើរតួនាទីជាមគ្គុទ្ទេសក៍នៅក្នុងរយៈពេលខ្លីផងដែរដោយនាំភ្ញៀវឆ្លងកាត់នៅតំបន់កន្លែងតាក់ទាញផ្សេងៗនិងចែករំលែកនៅការយល់ដឹងអំពីវប្បធម៌របស់ជនជាតិជប៉ុនសេចក្តីតម្រូវការគឺខ្ពស់គួរសមដែរយ៉ាងហោចណាស់អ្នកនោះគួរតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដែរហើយមានជំនាញខាងអូរទេសចេះប្រវត្តិសាស្ត្រក្នុងស្រុកនិងជំនាញយ៉ាងហោចណាស់ភាសាបរទេសមួយផងដែរបន្ទាប់ពីបានឆ្លងកាត់នៅការធ្វើតេស្តយ៉ាងតឹងរ៉ឹងពួកគេត្រូវបានគេចាត់តាំងឲ្យមានរទេសផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃគឺពួកគេតែងតែចាប់ផ្ដើមដោយការពិនិត្យទៅលើកង់សម្អាតរទេសរបស់ពួកគេទាំងក្នុងក្រៅរៀបចំពូកខ្នើយផាត់មុខផាត់មាត់មុននឹងចេញទៅកាន់តំបន់ទេសចរដើម្បីរកភ្ញៀវរៀងៗខ្លួនប្រាក់ខែជាការពិតណាស់គឺថ្លៃគួរសមដែរមុខរបរនេះគឺត្រូវបានគេរាយការណ៍ថាមានចំណូលខ្ពស់រហូតទៅដល់$8,500អាមេរិកនៅក្នុងមួយខែគ្មានអីដែលគួរត្រូវឆ្ងល់ទេតែនិស្សិតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាច្រើនបានតាក់ទាញឲ្យមកធ្វើការងារនេះក៏ប៉ុន្តែកម្លាំងកាយគឺត្រូវតែខ្លាំងការអូសរទេសនៅក្រោមកម្ដៅថ្ងៃឬក៏ខ្យល់ត្រជាក់គឺជំរុញឲ្យមានការស៊ូទ្រាំនិងឆន្ទៈដល់កម្រិតអតិបរមាសម្រាប់មនុស្សភាគច្រើនការងារនេះមិនមែនជារឿងងាយស្រួលទាល់តែសោះ